ចាជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាបងប្អូននិស្សិតទាំងអស់គ្នាជាទីរាប់អាននៅពេលនេះខ្ញុំសូមបង្ហាញអំពីចំណុចនិងវគ្គខ្លះៗដែលខ្ញុំសូមធ្វើជាសូរបង្ហាញដោយសារតែឆ្លងកាត់តាក់ទងទៅនឹងកត្តាដែលខ្ញុំជួបការលំបាកកត្តាដែលខ្ញុំជួបការភ័យខ្លាចភាពឯកោដែលខ្ញុំឆ្លងកាត់ជីវប្រវត្តិរបស់ខ្ញុំផ្ទាល់តែម្ដងរាល់ពេលដែលខ្ញុំចាប់ផ្ដើមមុននឹងបង្រៀនសិស្សគឺខ្ញុំបង្រៀនកត្តាចិត្តសាស្ត្រពួកគាត់ជាមុនសិនដើម្បីឲ្យគាត់មានភាពរឹងមាំឲ្យគាត់ដឹងឲ្យគាត់យល់ឲ្យគាត់ចាប់ដើមដឹងពីគោលដៅយល់ច្បាស់អំពីខ្លួនឯងស្គាល់ច្បាស់អំពីគោលដៅហើយនៅពេលគាត់ជ្រួតជ្រាបតាក់ទងទៅនឹងបញ្ហាទាំងអស់នោះហើយទើបខ្ញុំចាប់ដើមបង្រៀនគាត់នៅពេលដែលមុននឹងបង្រៀនខ្ញុំតែងតែមើលទៅលើកត្តាចិត្តសាស្ត្រទៅលើទឹកមុខទៅលើការសិក្សារបស់គាត់តើគាត់វាស់ស្ទង់សមត្ថភាពគាត់ថាតើគាត់មានចំណេះដឹងនឹងកម្រិតនៃជីវៈរបស់គាត់ផ្ទាល់ខ្លួនឬក៏សមត្ថភាពខាងចំណេះដឹងរបស់គាត់ត្រឹមកម្រិតណាខ្ញុំនឹងពេញបន្ថែមតាមសមត្ថភាពរៀងៗខ្លួនដូច្នេះហើយខ្ញុំតែងតែមានគំនិតមួយដោយខ្លួនឯងថាទម្រាំខ្ញុំមកដល់សប្តាហ៍ថ្ងៃបានជោគជ័យខ្ញុំឆ្លងកាត់ការលំបាកច្រើនដល់ពេលវេលាយូរខ្ញុំតែងតែគិតថាខ្ញុំគួរតែយកបទពិសោធន៍សម្រាប់ខ្លួនឯងទៅជូនបងប្អូនដើម្បីកុំឲ្យគាត់ខាត់ពេលវេលាយូរដូចយើងខ្ញុំដូច្នេះហើយខ្ញុំតែងតែផ្ដល់ឱកាសឲ្យនិស្សិតដែលគាត់មានការព្យាយាមតស៊ូដែលមានការលំបាកដូចជារៀនចប់ខ្ញុំជ្រើសរើសគាត់យកមកធ្វើជាសិស្សបង្គោលដោយបង្ហាត់បង្រៀនផ្ទាល់ដោយនាងខ្ញុំដោយយកគាត់បង្រៀនឲ្យគាត់ចេះដឹងថាតើពេលដែលយើងវឹកហាត់ការរៀនធ្វើជាគ្រូបង្គោលតើមានការលំបាកបែបម៉េចហើយខ្ញុំក៏បង្រៀនគាត់ឲ្យចេះទៅខ្ញុំក៏ចាប់ផ្ដើមឲ្យគាត់នឹងទៅបង្រៀនសិស្សដែលខ្សោយបន្តទៀតដែលស្ថិតនៅក្នុងការបង្រៀនរបស់ខ្ញុំនៅខាងសាលាខ្ញុំបើកជាក្លឹបមួយសម្រាប់ខ្លួនឯងឲ្យសិស្សគាត់មករៀនដោយមិនគិតសេវាចាប់ពីពេលនោះមកខ្ញុំចាប់ផ្ដើមមានអារម្មណ៍គិតថាចង់ឲ្យពួកគាត់ទាំងអស់គ្នានឹងមានអនាគតល្អខ្ញុំក៏ចាប់ផ្ដើមយកសិស្សដែលវឹកហាត់ឬក៏សិស្សដែលគាត់មានការតស៊ូដែលខ្វះទំនាក់ទំនងខ្ញុំនាំគាត់ឲ្យចូលធ្វើកម្មសិក្សាជាមួយនឹងខាងមិត្តភ័ក្តិនៃខ្ញុំក៏ដូចជាខាងគ្រួសារខ្ញុំខាងអ្នកដែលខ្ញុំស្គាល់ដែលខ្ញុំគិតថាអាចនឹងជួយគាត់បានដូចជាឲ្យគាត់ប្រឡូកក្នុងសង្គមជាមួយយើងសិនវឹកហាត់នៅខាងក្រៅឲ្យគាត់ស្គាល់ច្បាស់ថាជីវិតបែបម៉េចលំបាកបែបម៉េចខ្វះទំនាក់ទំនងការនិយាយស្ដីការគោរពបង្រៀនទាំងជីវិតខាងក្រៅពីការសិក្សារួចខ្ញុំដល់ជូននៅការធ្វើកម្មសិក្សាជាមួយនឹងមិត្តភ័ក្តិនៃខ្ញុំឬក៏គ្រួសារនៃខ្ញុំមុននឹងគាត់ទៅប្រឡងវិជ្ជាជីវៈដែលចប់ដោយខ្លួនឯងដោយឆ្លងកាត់ការវឹកហាត់ពីសង្គមចាជាបន្តតាក់ទងទៅនឹងការដែលបងប្អូនគាត់ចូលទៅក្នុងសង្គមការងារមុននឹងគាត់ចេញទៅធ្វើការឬមុននឹងគាត់ចេញទៅប្រឡូកវិស័យនៅក្នុងសង្គមខាងក្រៅក៏ដោយខ្ញុំតែងតែបញ្យល់ប្រាប់គាត់នៅក្នុងការសិក្សាជ្រាបនៅក្នុងពេលដែលមានពេលបន្តិចបន្តួចក្នុងរយៈពេលបង្រៀននៅពេលដែលសិស្សគាត់ចាប់ដើមមានអារម្មណ៍បែកព្រោះខ្ញុំធ្លាប់រៀនកត្តាចិត្តសាស្ត្រមួយរយៈពេលដែរក្នុងនាមជាគ្រូបង្រៀនយើងត្រូវយកកត្តាចិត្តសាស្ត្រយើងមកប្រើនៅក្នុងពេលដែលនិស្សិតគាត់ចាប់ដើមបែកអារម្មណ៍រវើរវាយទៅលើអ្វីមួយធម្មតាទេយើងជាគ្រូបង្រៀនក្នុងរយៈពេលដែលយើងបរៀនរយៈពេល2ម៉ោងកន្លះឬក៏3ម៉ោងសិស្សមិនអាចប្រមូលផ្ដុំអារម្មណ៍រយៈពេល3ម៉ោងឬ2ម៉ោងកន្លះហ្នឹងផ្ដោតលើយើងទាំងស្រុងហ្នឹងគាត់ច្បាស់ជាមានអារម្មណ៍ទី1មានសិស្សមួយចំនួនគាត់រៀនពេលព្រឹកពេលថ្ងៃពេលយប់ជាពិសេសសិស្សដែលរៀនពេលយប់គឺជាអ្នកដែលគាត់ធ្លាប់ផ្ដោតទៅលើការងាររបស់គាត់ខាងក្រៅឬក៏ business របស់គាត់ផ្សេងទៀតក៏ប៉ុន្តែដោយយើងនៅក្នុងនោះមានសិស្សមួយចំនួនក៏មិនទាន់ប្រឡូកក្នុងសង្គមវិស័យផ្នែក business ឬក៏ធ្វើការនៅឡើយទេ
ហើយខ្ញុំបញ្យល់នេះខ្ញុំមើលទៅលើស្ថានភាពដែរថាការបញ្យល់នេះគួរបញ្យល់សិស្សពេលព្រឹកពេលថ្ងៃពេលយប់ឬក៏បែបម៉េចខ្ញុំត្រូវមើលកត្តាចិត្តសាស្ត្រកន្លែងហ្នឹងសំខាន់ណាស់ទោះជាក្នុងការដែលយើងផ្ដល់ដំណោះមកទៅកាន់គាត់ទោះជាការសិក្សាក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធក៏ដោយវាមានសារៈសំខាន់ណាស់គឺកត្តាផ្លូវចិត្តសម្រាប់កត្តាផ្លូវចិត្តនេះវាមិនមានកើតឡើងតែសម្រាប់តែនិស្សិតមួយទេសូម្បីតែបងប្អូនគ្រប់មជ្ឈដ្ឋានក៏មានកត្តាផ្លូវចិត្តដូចគ្នាដែរតាក់ទងភាពឯកោភាពប្រឈមបញ្ហាផ្ទាល់ខ្លួនជាច្រើនដែលគាត់កើតមានប៉ុន្តែដោយសារតែជាបទពិសោធន៍ខ្ញុំខ្លួនឯងផ្ទាល់តែម្ដងខ្ញុំបានឆ្លងកាត់ហើយដូច្នេះហើយខ្ញុំបានធ្វើការទៅមុខបានដែលខ្ញុំជួបបញ្ហាជាច្រើននៅក្នុងជីវិតរបស់ខ្ញុំគិតថាចង់គល់បទពិសោធន៍មួយនេះតាមរយៈការអប់រំទីមួយយើងត្រូវតែពង្រឹងផ្លូវចិត្តខ្លួនឯងជាមុនសិនហើយដែលខ្ញុំគិតថាក្នុងនាមខ្ញុំជាគ្រូហើយឬក៏ជាម្ដាយទី2ក៏ដូចជាពាក្យស្លោកមួយគេពោលថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយឬក៏ទៅនៅផ្ទះម្ដាយទីតីនៅសាលាម្ដាយតែមួយក្នុងនាមជាម្ដាយទី2របស់ប្អូននិស្សិតអ្វីដែលខ្ញុំអាចធ្វើបានគឺតាក់ទងទៅនឹងការដែលពង្រឹងផ្លូវចិត្តរបស់គាត់ដោយទី1ខ្ញុំធ្វើបទបង្ហាញតាក់ទងពីនឹងការដល់ដំបូន្មានល្អការបង្ហាញផ្លូវនៃទស្សនវិជ្ជាជាក់ស្ដែងការដឹកនាំនិងការផ្ដល់ឲ្យការឲ្យឱកាសការជួយលើកទឹកចិត្តការផ្ដល់ភាពកក់ក្ដៅការបង្រៀនផ្នែកអប់រំផ្លូវចិត្តរបស់គាត់ឲ្យគាត់រឹងមាំជាមុនសិនហើយយើងនឹងជំរុញផ្លូវចិត្តរបស់គាត់ឲ្យរឹងមាំពេលនោះគាត់នឹងស៊ូខ្លួនឯងនៅពេលដែលគាត់ជួបបញ្ហាដែលគាត់យកយើងមកធ្វើជាឧទាហរណ៍ឬក៏ជាកម្លាំងចិត្តរបស់គាត់ទោះជាគាត់ស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយក៏គាត់មើលឃើញនៅផ្លូវសង្ឃឹមរបស់គាត់នៅខាងមុខដែរកត្តាផ្លូវចិត្តសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់ប្អូននិស្សិតក៏ដូចជាអ្នកដែលរស់នៅក្នុងស្ថានសង្គមបច្ចុប្បន្នយើងឃើញជាក់ស្ដែងហើយថាមានបងប្អូនមួយចំនួនគាត់មានបញ្ហាបរាជ័យនឹងកត្តាគ្រួសារជោគជ័យនឹងកត្តាសង្គមមានបងប្អូនមួយចំនួនគាត់ជោគជ័យកត្តាក្នុងសង្គមជួនកាលក៏បរាជ័យកត្តាគ្រួសារជួនកាលក៏អ្នកខ្លះជោគជ័យកត្តាគ្រួសារក៏បរាជ័យកត្តាក្នុងសង្គមយ៉ាងណាមិញដូចជានាងខ្ញុំក៏ដោយក៏មិនប្រកាសថាល្អ perfect គ្រប់10ជោគជ័យគ្រប់កត្តាមិនមែនទេដោយសារតែហេតុផលដែលខ្ញុំជួបបញ្ហាខ្លួនឯងហើយខ្ញុំដឹងថាបរាជ័យអីជួបអីប្រើពេលវេលាអ្វីខាត់អីចំណេញអីឆ្លងកាត់ការដែលខ្ញុំប្រឡូកនៅក្នុងសង្គមរហូតដល់ខ្ញុំអាយុ40ជាងខ្ញុំបានឆ្លងកាត់ឬជាច្រើនភាពឯកោមិនមែនជាបញ្ហាកត្តាខ្ញុំចេញទៅរកស៊ី business ផ្សេងឬក៏ដូចជាការដែលខ្ញុំរកស៊ីខ្ញុំមិនដែលគិតថាខ្ញុំនេះគឺជាគ្រូម្នាក់ដែលមានអំនួតអួតអាងទៅលើចំណេះដឹងខ្លួនឯងឬក៏ខ្ញុំអួតអាងទៅលើសមត្ថភាពធ្វើការក្នុងសង្គមបច្ចុប្បន្នឬក៏ទំនាក់ទំនងណាមួយខ្ញុំមិនដែលមានអារម្មណ៍បែបហ្នឹងខ្ញុំតែតែគិតខ្លួនឯងថាកត្តាដែលខ្ញុំលំបាកគឺខ្ញុំចង់ផ្ដល់ជាបទពិសោធន៍មួយសម្រាប់បងប្អូនដែលជានិស្សិតដោយលើកឧទាហរណ៍ខ្ញុំតែមកខ្ញុំហាយឆ្លងជាច្រើនរឿងជួបបញ្ហាបរាជ័យក៏ច្រើនដោយសារ កត្តាដែលបរាជ័យហ្នឹងហើយកត្តាដែលខ្លួនឯងជួបបញ្ហាប្រឈមហ្នឹងនេះគឺជាបទពិសោធន៍សម្រាប់ខ្លួនឯងត្រូវបញ្ជ្រាបវានៅក្នុងផ្នែកអប់រំនៅក្នុងពេលណាមួយដែលយើងគិតថាជាពេលដែលកូនសិស្សកំពុងរវើរវាយឬក៏គាត់កំពុងតែមានការលំបាកយើងត្រូវលើកទឹកចិត្តគាត់តាមបែបបញ្យល់អំពីបញ្ហាដែលប្រឈមយើងកើតឡើងគាត់ក៏កើតហើយប្រាប់គាត់ថាអ្នកណាក៏កើតដូចគ្នាបញ្យល់ហើយលើកចិត្តគាត់គ្រប់សពបែបយ៉ាងទាំងអស់នេះគោលដៅរបស់យើងមានតែមួយគត់គឺទី1តាំងនាមខ្លួនឯងឲ្យដឹងពីខ្លួនឯងថាខ្លួនឯងគឺជាអ្នកណាខ្ញុំត្រូវស្គាល់ខ្លួនឯងថាខ្ញុំជាគ្រូបង្រៀនគ្រូគឺជាជនគំរូគ្រប់ទីកន្លែងចឹងស្ថានភាពដែលខ្លួនឯងជួបប្រទះមិនត្រូវយកវាមករវើរវាយនិយាយមកលួងលោមឲ្យប្អូនបាក់ទឹកចិត្តមិនអាចទេពាក្យថាគំរូការដែលយើងបាក់ទឹកចិត្ត
ការដែលយើងថតជួបបញ្ហាប្រឈមយើងត្រូវតែផ្ដល់ឲ្យគាត់នៅការលើកទឹកចិត្តណាកតាជំរុញកតាលើកទឹកចិត្តទាំងអស់ហ្នឹងតែធ្វើឲ្យផ្លូវចិត្តរបស់គាត់រឹងមាំហើយសម្រាប់ឲ្យគាត់ឈានទៅរកការជោគជ័យដើម្បីយកកតាជោគជ័យទាំងអស់ផ្ដល់ជូនទៅក្រុមគ្រួសាររបស់គាត់ឬក៏ជាការដែលតាំងចិត្តរបស់គាត់ទៅថ្ងៃអនាគតរបស់គាត់ចាសូមអរគុណ